បើសិនជាអ្នកកើតនៅក្នុងឆ្នាំមមីឬមានមនុស្សដែលនៅជិតខ្លួនកើតឆ្នាំនេះសូមស្ដាប់រហូតដល់ចប់ប្រហែលជាមានច្រើនចំណុចដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹកឃើញដល់ខ្លួនឯងឬនឹកឃើញដល់នរណាម្នាក់ដែលអ្នកស្គាល់គេតែងតែប្រៀបធៀបសត្វសេះជាមួយនឹងមនុស្សដែលកើតឆ្នាំមមីប៉ុន្តែមិនមែនសេះដែលរត់ដោយគ្មានទិសដៅនោះទេសត្វសេះចូលចិត្តផ្លូវវែងចូលចិត្តចលនាហើយនឹងមិនសប្បាយចិត្តបើសិនជាត្រូវឈរនៅមួយកន្លែងរយៈពេលយូរមនុស្សកើតឆ្នាំមមីជាច្រើនក៏មានអារម្មណ៍បែបនេះដែរពួកគេមិនចូលចិត្តឲ្យជីវិតឈប់នៅមួយកន្លែងនោះទេមិនថាជាការងារការរកស៊ីឬគោលដៅផ្ទាល់ខ្លួនទេពួកគេច្រើនមានអារម្មណ៍ថាត្រូវតែបន្តរៀនបន្តសាកល្បងនិងបន្តដំណើរទៅមុខជានិច្ចបើអ្នកកើតនៅក្នុងឆ្នាំមមីអ្នកប្រហែលជាធ្លាប់មានអារម្មណ៍ហើយថាខ្លួនឯងមិនសូវជាអាចធ្វើរឿងដដែលៗបានយូរនោះទេមិនមែនដោយសារតែអ្នកដែលកើតនៅក្នុងឆ្នាំមមីឆាប់ធុញនោះទេតែដោយសារតែនៅក្នុងចិត្តរបស់លោកអ្នកតែងតែមានសំណួរមួយសួរខ្លួនឯងថាតើមានវិធីណាដែលល្អជាងនេះទៅទៀតទេសំណួរនេះហើយដែលជំរុញឲ្យមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនហ៊ានផ្លាស់ប្ដូរនៅពេលដែលអ្នកដទៃនៅតែស្ទាក់ស្ទើរពេលខ្លះវានាំឲ្យពួកគេជួបឱកាសធំប៉ុន្តែពេលខ្លះទៀតក៏ធ្វើឲ្យពួកគេដើរផ្លូវវែងជាងអ្នកដទៃដែរមានមនុស្សមួយចំនួនមើលទៅហាក់ដូចជាជោគជ័យលឿនប៉ុន្តែមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនវិញពួកគេត្រូវឆ្លងកាត់បទពិសោធន៍ច្រើនជាងមុនទើបរកឃើញកន្លែងដែលស័ក្តិសមនឹងខ្លួនឯងប៉ុន្តែពេលដែលរកឃើញហើយពួកគេច្រើនតែមិនងាយបោះបង់សូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់តារាសាស្ត្រ Jupiter សូមចូលរួមការ like ក៏ដូចជា subscribe ម្នាក់មួយដើម្បីទទួលបាននៅវីដេអូបន្តទៀតនិងកុំភ្លេចចូលរួម comment ទាំងអស់គ្នាតើអ្នកទាំងអស់គ្នាកើតឆ្នាំសេះឬឆ្នាំមមីដែរឬទេហើយត្រូវជាមួយអ្នកទាំងអស់គ្នាប៉ុន្មានភាគរយចំណែកឯរឿងមួយទៀតដែលមនុស្សជាច្រើនតែងតែយល់ច្រឡំគឺគិតថាមនុស្សដែលកើតនៅក្នុងឆ្នាំមមីឬឆ្នាំសេះជាមនុស្សដែលរឹងមាំមិនចេះខូចចិត្តតាមពិតមិនមែនបែបនោះទេពួកគេគ្រាន់តែមិនសូវជាបង្ហាញអារម្មណ៍របស់ខ្លួនឯងឲ្យអ្នកដទៃឃើញពេលដែលមានបញ្ហាពួកគេច្រើនជ្រើសរើសអង្គុយស្ងៀមម្នាក់ឯងហើយគិតម្នាក់ឯងរកដំណោះស្រាយដោយខ្លួនឯងមិនមែនព្រមមិនចង់ឲ្យនរណាម្នាក់ជួយទេប៉ុន្តែពួកគេមិនចង់ឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់ឬក៏បារម្ភដោយសារខ្លួនអ្នកដែលស្គាល់មនុស្សដែលកើតឆ្នាំមមីយូរទើបដឹងថាពួកគេគឺជាមនុស្សដែលទទួលយកសម្ពាធទុកនៅក្នុងចិត្តបានយ៉ាងច្រើនជាងអ្វីៗដែលបង្ហាញចេញមកខាងក្រៅទៅទៀតហើយពេលខ្លះក៏ដោយសារតែបែបនេះហើយទើបនៅថ្ងៃណាមួយអារម្មណ៍ដែលប្រមូលទុកយូរវាអាចផ្ទុះចេញមកដោយមិនមាននរណាអាចរំពឹងទុកមនុស្សជាច្រើនដែលកើតនៅក្នុងឆ្នាំមមីក្រោយមកតែងតែនិយាយថាពេលដែលខ្លួនឯងហត់ជាងគេគឺជាពេលដែលអ្នកដទៃគិតថាពួកគេខ្លាំងជាងគេបើនិយាយពីការងារមនុស្សដែលកើតនៅក្នុងឆ្នាំមមីឬឆ្នាំសេះមានចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍ពួកគេមិនមែនជាមនុស្សដែលខ្លាចការធ្វើការលំបាកនោះទេផ្ទុយទៅវិញបើសិនជាការងារដែលពួកគេជឿជាក់ថានឹងមានអនាគតឬអាចផ្លាស់ប្ដូរជីវិតរបស់ពួកគេបានពួកគេអាចនឹងលះបង់ទាំងពេលវេលានិងកម្លាំងកាយចិត្តដោយមិនសូវត្អូញត្អែអ្វីទាំងអស់ប៉ុន្តែមានរឿងមួយដែលធ្វើឲ្យមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនសម្រេចចិត្តដើរចេញពីកន្លែងការងារនោះមិនមែនប្រាក់ខែទាបតែប៉ុណ្ណោះទេតែគឺមកពីគេគិតថាខ្លួនឯងធ្វើដោយមិនបានរីកចម្រើននៅពេលដែលពួកគេមានអារម្មណ៍ថារាល់ថ្ងៃគ្រាន់តែធ្វើរឿងដដែលដោយមិនបានរៀនពីអ្វីថ្មីសោះឬក៏មើលមិនឃើញនៅអនាគតពួកគេនឹងចាប់ផ្ដើមសួរខ្លួនឯងថាតើខ្ញុំគួរនៅបន្តឬក៏គួរសាកនៅផ្លូវថ្មីហើយអ្នកដែលកើតនៅក្នុងឆ្នាំមមីជាច្រើនក៏បានផ្លាស់ប្ដូរជីវិតដោយសារតែសំណួរមួយនេះអ្នកខ្លះគេគិតថាមនុស្សដែលកើតនៅក្នុងឆ្នាំមមីចិត្តមិននឹងណប៉ុន្តែបើមើលឲ្យជ្រៅជាងនេះទៅពួកគេមិនបានផ្លាស់ប្ដូរពីព្រោះចិត្តមិននឹងណនោះទេពួកគេផ្លាស់ប្ដូរព្រោះមិនចង់ឲ្យខ្លួនឯងស្ដាយក្រោយពួកគេសុខចិត្តសាកល្បងទោះមានហានិភ័យខ្លះក៏ប្រសើរជាងរស់នៅជាមួយនឹងសំណួរមួយដែលសួរខ្លួនឯងជានិច្ចថាបើថ្ងៃនោះខ្ញុំហ៊ានសាកល្បងតើវានឹងទៅជាយ៉ាងណាទៅអារម្មណ៍បែបនេះហើយធ្វើឲ្យមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនខ្លាយទៅជាអ្នកដែលចាប់ឱកាសបានយ៉ាងលឿនប៉ុន្តែពេលខ្លះក៏ធ្វើឲ្យពួកគេរៀនពីមេរៀនធំៗនៅក្នុងជីវិតដូចគ្នាបើនិយាយពីរឿងលុយវិញមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនមិនមែនជាមនុស្សដែលអង្គុយរងចាំឱកាសនោះទេពួកគេចូលចិត្តបង្កើតឱកាសដោយខ្លួនឯងបើឃើញផ្លូវណាដែលអាចរកចំណូលបានពួកគេច្រើនតែហ៊ានចាប់ដើមមុនអ្នកដទៃហេតុនេះហើយទើបមានមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនអាចរកប្រាក់បានជាច្រើនផ្លូវដូចគ្នាប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺពេលដែលរកលុយបានច្រើនហើយពួកគេក៏ចំណាយមិនតិចវិញដែរមិនមែនដោយសារពួកគេមិនចេះសន្សំនោះទេតែដោយសារពួកគេជឿថាលុយដែលរកបានហើយគួរតែធ្វើឲ្យជីវិតខ្លួនឯងក៏ដូចជាជីវិតដែលមនុស្សដែលខ្លួនឯងស្រឡាញ់នឹងមានក្តីសុខពេលឪពុកម្ដាយចង់បានអ្វីមួយពេលកូនឬក៏បងប្អូនមានបញ្ហាឬពេលមិត្តភក្តិជិតស្និទ្ធត្រូវការជំនួយអ្នកដែលកើតនៅក្នុងឆ្នាំមមីជាច្រើនមិនសូវគិតយូរទេពួកគេជួយតាមអ្វីដែលខ្លួនឯងអាចជួយបានហើយក្រោយមកទើបនឹក
ឃើញខ្លួនឯងថាតែខ្ញុំគួរតែទុកសម្រាប់ខ្លួនឯងដែរឬអត់ចំពោះរឿងស្នេហាក៏ជាចំណុចដែលគួរឲ្យនិយាយដែរមនុស្សកាលឆ្នាំមមីមិនមែនជាមនុស្សដែលបើកបេះដូងឲ្យនរណាគេងាយៗនោះទេពួកគេអាចរាក់ទាក់ពួកគេអាចនឹងរស់រាយអាចនឹងនិយាយលេងច្រើនអាចធ្វើឲ្យមនុស្សជុំវិញខ្លួនមានអារម្មណ៍ស្រួលសប្បាយចិត្តពេលដែលនៅចិត្តអ្នកដែលកើតនៅក្នុងឆ្នាំមមីប៉ុន្តែមិនមែនមានន័យថាពួកគេទុកចិត្តគ្រប់គ្នានោះទេមនុស្សដែលពួកគេស្រឡាញ់ពិតប្រាកដគឺជាមនុស្សដែលធ្វើឲ្យពួកគេមានអារម្មណ៍ថាអាចនៅជាមួយដោយមិនបាច់ធ្វើពុតមិនបាច់លាក់បាំងអារម្មណ៍និងបញ្ចេញភាពជាខ្លួនឯង 100% មិនបាច់ព្យាយាមធ្វើខ្លួនឲ្យឥតខ្ចោះពេលព្រោះសម្រាប់មនុស្សដែលកើតនៅក្នុងឆ្នាំមមីការជឿទុកចិត្តមានតម្លៃជាងពាក្យផ្អែមល្ហែមហើយបើថ្ងៃណាមួយការជឿទុកចិត្តនោះត្រូវបានបំបែកពួកគេអាចនឹងមិនស្រែកអាចនឹងមិនឆ្លោះអាចនឹងមិនសងសឹកប៉ុន្តែពួកគេនឹងដើរចេញដោយភាពស្ងៀមស្ងាត់ពេលព្រោះនៅក្នុងចិត្តរបស់មនុស្សដែលកើតនៅក្នុងឆ្នាំមមីមានរឿងមួយដែលពិបាកជួសជុលជាងគេមិនមែនបេះដូងដែលខូចទេតែគឺការទុកចិត្តដែលបាត់បង់ទៅហើយមានមនុស្សមួយចំនួនធ្លាប់និយាយថាការស្គាល់អ្នកដែលកើតនៅក្នុងឆ្នាំមមីមិនពិបាកនោះទេប៉ុន្តែការយល់ចិត្តរបស់ពួកគេទើបជារឿងដែលត្រូវការពេលវេលាពីខាងក្រៅពួកគេអាចនឹងមើលទៅដូចជាមនុស្សដែលរីករាយងាយសើចងាយនិយាយហើយមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួនប៉ុន្តែពេលដល់រឿងដែលប៉ះពាល់ដល់អារម្មណ៍ពិតៗវិញពួកគេបែរជាជ្រើសរើសនៅស្ងៀមស្ងាត់មនុស្សកើតនៅក្នុងឆ្នាំមមីមិនសូវជាពូកែនិយាយពីទុក្ខលំបាករបស់ខ្លួនឯងទេពួកគេច្រើនគិតថាមនុស្សគ្រប់គ្នាសុទ្ធតែមានបញ្ហារៀងៗខ្លួនហេតុអ្វីត្រូវយកបញ្ហារបស់ខ្លួនឯងទៅធ្វើឲ្យអ្នកដទៃពិបាកចិត្តវិញដោយសារតែកំណត់បែបនេះហើយមនុស្សដែលកើតនៅក្នុងឆ្នាំមមីជាច្រើនរៀនរស់ជាមួយនឹងសម្ពាធដោយមិនឲ្យនរណាគេមកសម្គាល់ឃើញអ្នកខ្លះថែមទាំងញញឹមទៀតផងទោះបីនៅក្នុងចិត្តរបស់ពួកគេនឹងកំពុងតែពិបាកចិត្តយ៉ាងណាក៏ដោយតែមានរឿងមួយដែលធ្វើឲ្យពួកគេមិនអាចទ្រាំបានការដែលមិនត្រូវបានគេឲ្យតម្លៃមនុស្សកើតនៅក្នុងឆ្នាំមមីមិនទាមទារឲ្យគេមកសរសើរគ្រប់ថ្ងៃនោះទេពួកគេក៏មិនចូលចិត្តបង្ហាញថាខ្លួនឯងធ្វើបានច្រើនប៉ុណ្ណាដែរប៉ុន្តែបើសិនជាពួកគេខិតខំឲ្យពីចិត្តហើយអ្វីដែលទទួលបានវិញមានតែការមើលរំលងការមើលងាយឬក៏ការមិនឲ្យតម្លៃនៅក្នុងចិត្តរបស់ពួកគេនឹងចាប់ផ្ដើមមានសំណួរមួយសួរខ្លួនឯងថាតើខ្ញុំនៅទីនេះដើម្បីអ្វីទៀតហើយនៅពេលដែលសំណួរនោះកើតឡើងជាញឹកញាប់បន្តិចវាក៏ជារឿងមួយដែលធ្វើឲ្យអ្នកកើតនៅក្នុងឆ្នាំមមីនឹងចាប់ផ្ដើមគិតអំពីអ្វីដែលអាចផ្លាស់ប្ដូរឲ្យខ្លួនឯងវិវត្តទៅមុខបានយ៉ាងល្អទៅមុខទៀតមិនថាជាការងារទំនាក់ទំនងឬស្នេហាឬក៏កន្លែងដែលពួកគេកំពុងរស់នៅនោះទេមនុស្សជាច្រើនគេគិតថាអ្នកដែលកើតនៅក្នុងឆ្នាំមមីនឹងសម្រេចចិត្តលឿនការពិតពួកគេគិតច្រើនជាងអ្នកដទៃឃើញគ្រាន់តែពេលដែលសម្រេចចិត្តហើយពួកគេមិនចូលចិត្តស្ទាក់ស្ទើរទៀតពួកគេជឿថាមនុស្សម្នាក់មិនអាចឈរនៅចំណុចប្រសពផ្លូវបានរហូតទេថ្ងៃណាមួយគឺត្រូវតែជ្រើសរើសដដែលបើទោះជាផ្លូវនោះត្រឹមត្រូវឬក៏ខុសក៏ដោយពីព្រោះបើមិនដើរទៅមុខសោះជីវិតក៏មិនអាចផ្លាស់ប្ដូរបានដែរហេតុនេះហើយអ្នកដែលកើតនៅក្នុងឆ្នាំមមីជាច្រើនបានជួបនៅភាពជោគជ័យក៏ដោយសារតែហ៊ានសម្រេចចិត្តផងដែរហើយក៏ត្រូវបានរៀនមេរៀនដ៏មានតម្លៃពីការសម្រេចចិត្តដូចគ្នានោះផងចាស់ខ្លះគេតែងតែប្រៀបធៀបអ្នកដែលកើតនៅក្នុងឆ្នាំមមីគឺដូចជាសេះដែលកំពុងតែរត់នៅលើផ្លូវឆ្ងាយសេះមិនមែនរត់លឿនជាងគេគ្រប់ពេលនោះទេវាក៏មានពេលនឿយហត់មានពេលឈប់សម្រាកមានពេលជួបនៅផ្លូវលំបាកដូចគ្នាប៉ុន្តែអ្វីដែលធ្វើឲ្យវាដើរទៅដល់គោលដៅនោះគឺវាមិនឈប់ជារៀងរហូតនោះទេជីវិតរបស់មនុស្សដែលកើតនៅក្នុងឆ្នាំមមីក៏តែងតែមានរូបភាពបែបនេះដែរពេលខ្លះពួកគេមិនមែនចាប់ផ្ដើមបានល្អបំផុតនោះទេក៏មិនមែនជាអ្នកដែលមានសំណាងជាងគេប៉ុន្តែពួកគេគឺជាមនុស្សដែលរៀនពីកំហុសមិនងាយបោះបង់ហើយហ៊ានចាប់ផ្ដើមធ្វើម្ដងទៀតហេតុនេះហើយតើមនុស្សជាច្រើនដែលកើតនៅក្នុងឆ្នាំមមីតែងឃើញថាជីវិតរបស់ពួកគេកាន់តែល្អឡើងនៅពេលដែលអាយុកាន់តែច្រើនមិនមែនដោយសារសំណាងមកដល់ភ្លាមនោះទេតែដោយសារតែពួកគេមានបទពិសោធន៍គ្រប់គ្រាន់នៅក្នុងការជ្រើសរើសអ្វីដែលស័ក្តិសមនឹងជីវិតរបស់ខ្លួនហើយពេលនោះពួកគេក៏មិនចាំបាច់រត់លឿនដោយការនៅវ័យក្មេងទៀតដែរពួកគេនឹងដឹងថាត្រូវរត់នៅពេលណាហើយក៏ត្រូវឈប់នៅពេលណាហើយត្រូវរក្សាកម្លាំងរបស់ខ្លួនដើម្បីទៅដល់គោលដៅដែលចង់បាននោះហើយគឺជាមូលហេតុដែលតាមជំនឿបុរាណមនុស្សដែលកើតនៅក្នុងឆ្នាំមមីតែងតែត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានកម្លាំងចិត្តខ្លាំងអាចកសាងជីវិតរបស់ខ្លួនឯងបានបើសិនជាពួកគេជឿលើសមត្ថភាពរបស់ខ្លួនឯងនិងមិនឈប់ដើរទៅមុខទៀត